ngàyនេះមកឆាការីបកងចុចជាមួយនំប៉័ងបងប្អូនមុខម្ហូបមួយមុខនេះខ្ញុំខានញ៉ាំរៀងយូរដែរហើយតែមុននឹងដឹងពីវិធីធ្វើសូមណែនាំបងប្អូនជាមួយឈក់ជើងមាន់អត់ឆ្អឹងលាយជាមួយតាពាំងព្ររិចខ្ញុំតិចណាកន្លះគីឡូត្រឹមតែ20000រៀលធានាទិញឲ្យមិនស្ដាយលុយបងប្អូនឆាការីបកងបងប្អូនឆាលឿនមែនតែនយូរតបកបកងនេះបងប្អូនជាដំបូងបងប្អូនត្រូវលីងខ្ទឹមសខ្ទឹមក្រហមគល់ល្ខៃម្ទេសលក្ខសោយើងលីងឲ្យវាឈ្ងុយសិនទៅណាបន្ទាប់មកទៀតយើងបន្ថែមវាជាមួយម្ទេសក្លុកម្សៅការីអំបិលស្ករប៊ីចេងប្រេងខ្យងតាមចំណង់ចំណូលចិត្តបងប្អូនតាមផ្ទះចឹងណាយើងឆាគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាភ្លក់មើលឆ្ងាញ់តាមការចូលចិត្តរួចហើយចាំយើងដាក់បកងចូលបងប្អូនសម្រាប់បកងរបស់ខ្ញុំវិញខ្ញុំកាត់ក្បាលចោលហើយខ្ញុំបកសបកវាឲ្យបងប្អូនដល់ពេលញ៉ាំទៅវាងាយស្រួលញ៉ាំជាចុងក្រោយយើងបន្ថែមវាជាមួយខ្ទឹមបារាំងហើយនិងខ្ទិះដូងទៀតបងប្អូនយើងកូរឆាវាមកត្រឡប់ពីត្រឡប់រួចយកជាការស្រេចឲ្យបងប្អូនបន្ថែមទៅជីវ៉ាន់ស៊ុយទៀតទៅអែមបន្តឲ្យឆាការីបកងរបស់ខ្ញុំនេះម្ហូបមួយមុខនេះឆាលឿនហើយឆ្ងាញ់ទេបងប្អូនបើយូរនឹងបកបកងបន្តិចតែបើសិនជាបងប្អូនឆាបកងទាំងមូលកាន់តែលឿនទៅនឹងទៅទៀតប៉ុន្តែខ្ញុំគិតថាបកសបកវាឆ្ងាញ់ជាងបងប្អូនឆ្អិនហើយចាំការទៀតបងប្អូនយកវាទៅញ៉ាំមួយនំប៉័ងក៏បានយកវាទៅញ៉ាំមួយបាយក៏បានបងប្អូន